បងប្អូនបាទការស្រកគីឡូសំខាន់សម្រាប់រាងកាយរបស់យើងបាទបើសិនជាបងប្អូនមើលឃើញគីឡូខ្លួនឯងដែលលើសពីគីឡូដែលស្តង់ដារហើយបងប្អូនត្រូវប្រយ័ត្នប្រយែងបាទអញ្ចឹងសំខាន់ជាងគេការហូបចុកការញ៉ាំរបស់យើងនឹងបងប្អូនបាទជាពិសេសគឺរបបអាហារពេលព្រឹកបាទរបបអាហារពេលព្រឹកបងប្អូនបាទពេលខ្លះយើងញ៉ាំយើងអាចបានសម្គាល់ទេមានន័យថាព្រលឹមឡើងយើងទៅហូបអីយើងហូបហ្នឹងហើយបាទហូបជារៀងរាល់ថ្ងៃអញ្ចឹងបាទអញ្ចឹងបើសិនជាបងប្អូនអត់បានផ្ដោតលើរឿងហ្នឹងទេបងប្អូនមិនងាយស្រកមិនងាយបានសុខភាពល្អប្រសើរទេបាទខ្ញុំឧទាហរណ៍ថាព្រលឹមឡើងបងប្អូនទៅញ៉ាំអីបាយស្រូបគុយទាវបាញ់សុងអីចឹងជាដើមបាទអញ្ចឹងព្រលឹមឡើងយើងទៅតែអញ្ចឹងរហូតបាទយើងអាចបានគិតថាណែផ្លាស់ប្ដូរឬក៏យ៉ាងម៉េចទេអូខេអញ្ចឹងសំខាន់ជាងគេរបបអាហារហ្នឹងហើយបាទចំណុចទី2ហាត់ប្រាណបាទបងប្អូនខ្លះអង្គុយនៅធ្វើការយូរជាប់អត់ដែលបានកម្រើកខ្លួនទេបាទហើយអ្នកខ្លះទៀតព្រឹកឡើងហ្នឹងមិនអត់ដែលបានថាធ្វើកាយវិការបាទដៃជើងអីហាត់ប្រាណអីឆ្វេងស្ដាំលើកអីពុតខ្លួនពុតប្រាណអីអញ្ចឹងទេបាទគឺអត់ដែលបានធ្វើសោះអញ្ចឹងបងប្អូនត្រូវតែប្រយ័ត្នប្រយែងនៅក្នុងការធ្វើហ្នឹងបាទហើយបងប្អូនត្រូវតែចំណុចមួយទៀតគឺញ៉ាំទឹកឲ្យបានត្រឹមត្រូវអូខេអញ្ចឹងខ្ញុំជូន3វិធីនេះបងប្អូនបើសិនជាបងប្អូនដែលធ្វើសាកធ្វើបាទអញ្ចឹងខ្ញុំជឿជាក់ថាបងប្អូនអាចធ្វើបានបាទអរគុណច្រើន